តើបងប្អូនចាំទេថ្ងៃនេះឆ្នាំមុនយើងបានបង្ហាញទិន្នន័យផ្កាយរណបដែលមានវត្តមានទុកនេសាទវៀតណាមជាង 1000 គ្រឿងដែលបានចូលមកក្នុងដែនទឹកខ្មែរយ៉ាងតិចម្ដងចាប់ពីឆ្នាំ2021ដល់ឆ្នាំ2025មួយឆ្នាំបានកន្លងផុតទៅប៉ុន្តែចម្លើយនៅតែបាត់ស្រមោលសូន្យឈឹងពីមន្ត្រីទទួលបន្ទុកទាំង3រូបនោះការបន្តភាពស្ងៀមស្ងាត់គឺស្មើនឹងការបណ្ដោយឲ្យគេប្លន់ឆ្នាំងបាយប្រជានេសាទខ្មែរបន្តិចម្ដងចូលចាំថាបើដែនសមុទ្រខ្មែរត្រូវបានបំផ្លាញនោះប្រជាជនក្រីក្រជាអ្នកបង្ហូរទឹកភ្នែកមុនគេយើងនិយាយមិនមែនដើម្បីបង្កការស្អប់ពើមចិត្តសាសឬក៏បង្កភាពវឹកវរដោយដែលរដ្ឋាភិបាលតែងតែចោទប្រកាន់ពួកយើងឡើយប៉ុន្តែយើងកំពុងចង្អុលមន្ត្រីទាំងអស់នឹងឲ្យចូលខ្លួនមកធ្វើការហើយនឹងបកស្រាយរាល់មន្ទិលសង្ស័យតាក់ទងជាមួយនឹងទិន្នន័យទុកនេសាទវៀតណាមទាំងនេះសូមពុកម៉ែបងប្អូនចែករំលែកនៅវីដេអូនេះមួយឆ្នាំនៃភាពស្ងៀមស្ងាត់ហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយនាងខ្ញុំសូមអរគុណសូមជម្រាបលា